សួរលោកគ្រូក៏ដូចជាសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមក demo អំពីបច្ចេក e-commerce មួយដែលក្នុងបច្ចេកនេះដែរដែលខ្ញុំធ្វើការទៅលើ React ជាមួយនឹង front end ហើយ back end ជាមួយនឹង Laravel ហើយឥឡូវខ្ញុំធ្វើការ test ចូលទៅកាន់ front end របស់ខ្ញុំមកគឺយើងចូលមក cd ដើម្បីចូលទៅ run របស់យើងគឺ npm run dev ហើយនេះគឺជា link website របស់ខ្ញុំដែលធ្វើពី e-commerce ដែលធ្វើពី shop មួយដែលយើងអាចទិញតំណែងអីបានចឹងទៅហើយបន្ទាប់មកយើងធ្វើការបូកមួយទៀតមកដើម្បី run PHP Laravel របស់យើងធ្វើការ run គឺ PHP artisan soft ចឹងហើយយើងធ្វើការចាំវាបន្តិចចឹងហើយបច្ចេករបស់យើងគឺនិយាយពី e-commerce ដែលខ្ញុំstore វាលើ Cloud Dictionary ដែលយើងសម្រាប់ចូល input យើងបញ្ចូលទៅយើង add ទៅវានឹងចូលក្នុង Cloud Dictionary របស់យើងហើយនេះគឺ back end ខ្ញុំប្រើ Laravel ហើយ front end ប្រើ React ហើយនេះគឺជា structure របស់យើងយើងអាចមើលបានគឺ e-commerce ហើយខ្ញុំដាក់ជា store ជាធ្វើចឹងដើម្បីឲ្យងាយស្រួលបន្ទាប់មកយើងមកមើលលើ Laravel របស់យើងដែលយើងមាន structure ខ្លះដែលមានប៉ុណ្នេះហើយខ្ញុំធ្វើការ show ទៅលើ table របស់ខ្ញុំចង់ដឹងថាវាមានអីខ្លះលើ table របស់ខ្ញុំខ្ញុំធ្វើការមើលវាមកហើយ concept របស់យើងគឺយើងធ្វើអីចឹងតមកខ្ញុំក៏បាន fix លើ env រួចហើយយើងធ្វើការទៅមើល route របស់យើងនេះ route របស់ខ្ញុំធ្វើការ note ចំណាំ route បន្ទាប់មកខ្ញុំឲ្យទៅមើល database ថាខ្ញុំ store ជាអីខ្លះដែលខ្ញុំកើត table អីខ្លះឥឡូវខ្ញុំមកមើលដែលខ្ញុំភ្លេចប្រាប់មួយទៀតគឺ database របស់ខ្ញុំគឺខ្ញុំធ្វើការទៅលើprogress ផងដែរឥឡូវខ្ញុំទៅបើក progression យើងកំពុងបើក progress ចឹងខ្ញុំធ្វើការចុច scope ហ្នឹងកុំឲ្យយើងខាតពេលចឹងឥឡូវខ្ញុំទៅមើលលើ progress របស់យើងខ្ញុំដាក់ឲ្យវាធំសិនដែល progress របស់យើងខ្ញុំ store ឈ្មោះវាគឺនេះគឺ db e-commerce API ដែល table របស់វាមានដូចជាចូលមក table របស់វាគឺមានដូចជានេះគឺ order item សម្រាប់យើង order item ឯខ្លះគឺឬក៏ order ហើយបន្ទាប់មកគឺកន្លែងនេះខ្ញុំមានជា table ដូចជា password reset token ខ្ញុំសម្រាប់ set token ឬ access ទៅលើ token ដែលមានដូចជា product image ហើយ product និង user ដែលផ្ទុកទៅលើ user ទាំងអស់ឬក៏ admin ចឹងទៅដែលក្នុងហ្នឹងបន្ទាប់មកដែល product វាយើងមាន product អីខ្លះដែល product image ហ្នឹងខ្ញុំ store ទៅលើរូបភាពយើងអាចដាក់រូបភាពច្រើនចឹងទៅគឺ multi ចឹងទៅដែលខ្ញុំឲ្យភ្ជាប់ relation ជាមួយនឹង product ចឹងដើម្បីឲ្យវានេះខ្ញុំមក test លើ website របស់យើងគឺ front end ហើយខ្ញុំភ្លេចប្រាប់មួយទៀតគឺខ្ញុំធ្វើលើ React with ជាមួយនឹង Laravel នេះខ្ញុំពេល store របៀបពេលយើង input ឬក៏យើងជា admin អញ្ចឹងយើង test ទៅឬក៏យើង add ទៅរូបទាំងអស់នឹងចូលទៅកាន់ Cloud Dictionary របស់យើងហើយនេះគឺជា image ដែលខ្ញុំ insert ឬក៏ add ចូលក្នុង product របស់ខ្ញុំហើយក៏ខ្ញុំ detail គឺខ្ញុំមានពីរគឺ product និង profile ដែលសម្រាប់ user អញ្ចឹងទៅពេលយើងបញ្ចូលវានឹង require ឬក៏ null ឬក៏ពេលយើងបញ្ចូលទៅវានឹង store ក្នុងនេះទាំងអស់ចឹងហើយបើចង់ដឹងវា work មិនទៅមើល front end របស់យើងខ្ញុំតេស្តឲ្យមើលចុចចឹង
នេះដោយសារតែខ្ញុំធ្លាប់លុកពីមុនចឹងខ្ញុំធ្វើការចូលទៅកាន់ admin ដែលឈ្មោះហ្នឹងនិង password ខ្ញុំចូលទៅ admin ខ្ញុំចូលទៅ admin ហើយមួយទៀតខ្ញុំបើកលើ Microsoft ចូលសម្រាប់user ចឹង user ដូចជាខ្ញុំមើលសិនខ្ញុំភ្លេចដែរចឹងមកខ្ញុំ login នេះដោយសារតែខ្ញុំភ្លេចលើចូលច្រឡំនេះរបស់ខ្ញុំគឺទៅលើ admin ដែលមាន user ប៉ុន្នេះដែលខ្ញុំអាចគ្រប់គ្រងទៅលើចឹងឥឡូវខ្ញុំតេស្តទៅលើ login ចូលសម្រាប់ user មួយសិនyes ខ្ញុំតេស្តទៅលើចឹងមកនេះគឺជា user របស់ខ្ញុំដែលវាមានអីខ្លះ user របស់ខ្ញុំវាមានដូចជាយើងនិយាយពីណាបើគឺមានដូចជា logo ខ្ញុំ e-shop ឬក៏ home សម្រាប់យើងមើលព័ត៌មានបន្ថែមហើយមានដូចជា product ដែលយើង order ចង់ទិញអី product វានៅក្នុងទាំងអស់ហើយដូច product របស់ខ្ញុំមានដូចជាPC hardware អានេះគ្រឿង accessory និង PC ជាដើមនិង laptop បន្ទាប់មកខ្ញុំអត់ត detail ខ្ញុំចូលលើណាបាយើងមានអីខ្លះខ្ញុំដូចមាន contact ចឹងហើយ about និយាយពីក្រុមហ៊ុន e-shop ហ្នឹងនិងប្រតិបត្តិការដែលយើងធ្លាប់ទិញពីមុននិង setting ហើយក៏ដូចជា website នេះខ្ញុំ include ទៅលើ mood ដែល mode វាយើងអាច change color បើវាចាំងបែបនេះយើងអាច change ទៅវាទៅខ្មៅអញ្ចឹងទៅកុំឲ្យវាពិបាកមើលឬយើងចង់ចូលចិត្តខ្មៅអញ្ចឹងយើងដាក់ពណ៌អញ្ចឹងមកកុំឲ្យវាចាំងភ្នែកទៅលើ user អញ្ចឹងទៅយើងធ្វើតាមតម្រូវការបន្ទាប់មកaccount អញ្ចឹងទៅយើងអាច change ឬក៏ update ទៅលើprofile របស់ user បានហើយក៏ដូចជា share payment ដែលយើងចង់ត្រូវ pay តាមណាឬក៏ shop reference បន្ទាប់មកឥឡូវខ្ញុំមកតេស្ត home លើ home របស់ខ្ញុំដែលដូចជាប៉ុណ្្នឹងទេដែលនិយាយពី product មួយទាំងអស់នេះខ្ញុំឥឡូវធ្វើការដាក់ពណ៌សវាស្រួលមើលយើងដូចជា product យើងចង់ទិញអីយើងចង់មើលបន្ថែមទៀតយើងអាចចុច view លើ product ហ្នឹងដើម្បីឲ្យយើងមើល product អីទៀតដូចជា PC បើយើងចង់ PC យើងចុចប៉ុណ្្នឹងមកឬក៏ពិបាកយើងអាច search ទៅកាន់ឈ្មោះហ្នឹងដែរគឺខ្ញុំតេស្តវានឹងឧទាហរណ៍យើងវាយហ្នឹងវានឹងចេញស្តៀងហ្នឹងអក្សរស្តៀងហ្នឹងដែលយើងតម្រូវការយើងចង់ទិញទៅឥឡូវខ្ញុំដំបូងខ្ញុំតេស្តទៅលើ user តេស្ត user ខ្ញុំធ្វើការ view មើលឬក៏ user ហ្នឹងយើង view មើលវាយើងអាចមើលរូបភាពដូច detail about it ចឹងdetail ពីព័ត៌មានហ្នឹងអញ្ចឹងខ្ញុំមើល detail យើងអាចដាក់រូបបានច្រើនចឹងទៅហើយយើង stock យើងអាចទិញវានឹង calculate ទៅលើតម្លៃហើយវានឹងប្រាប់ពី stock នៅក្នុងហ្នឹងមានប៉ុន្មានបើសិនក្នុងហ្នឹងមាន stock 11យើងចង់ទិញ12ក៏វាអត់កើតដែរវានឹង load ត្រឹម11នៅក្នុង stock ហ្នឹងឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងមើលខ្ញុំចុចបូករហូតដល់11អញ្ចឹងយើងចុច12វាអត់ចេញទេព្រោះ stock មានតែ11អញ្ចឹងតែឥឡូវខ្ញុំធ្វើការ order ទិញមួយពេល order ហើយវាទៅណាឥឡូវខ្ញុំទិញ2ហ្មងទៅពេល order ហើយវានឹងចេញវាទៅណាពេល order ហើយវានឹងចូលទៅកាន់កន្ត្រកនេះដែលសម្រាប់ឲ្យយើងទៅ process ទៅលើការលុយអញ្ចឹងទៅខ្ញុំទិញអញ្ចឹងហើយវានឹងបង្ហាញរូបចេះហើយវានឹង calculate តម្លៃឲ្យយើងហើយអញ្ចឹងបើយើងទិញបើយើងចង់ pay លុយយើងចុច process ទៅលើcheck out ហ្នឹងទៅវានឹងឲ្យបញ្ចូលព័ត៌មានរបស់យើងឬក៏ pay តាមណាទៅឥឡូវខ្ញុំដាក់ឈ្មោះអញ្ចឹងខ្ញុំប្រាប់លេខទូរស័ព្ទ address ខ្ញុំដាក់ឲ្យ auto អញ្ចឹងហើយនេះបើសិនយើង pay ទៅលើ cash វាអត់ចេញទេតែខ្ញុំដាក់ទៅលើ pay ទៅលើ QR ដែលខ្ញុំអត់បានដាក់មួយហ្នឹងហើយវាត្រូវការ requirement មួយនេះខ្ញុំដាក់អញ្ចឹងទៅហើយនេះគឺលេខកាតរបស់យើងគេហៅ
វិសាកាចឹងទៅហើយបើយើងចង់ pay យើងចុច pay ឬក៏ plus order ហ្នឹងវានឹង load ទៅកាន់អឺ admin របស់យើងដើម្បីឲ្យធ្វើការ change status ថាយើងបាន order ឬក៏យើងគេដាក់ឲ្យបានឲ្យយើងហើយយើងនឹងទទួលបានថ្ងៃណាចឹងទៅហើយបន្ទាប់មកគឺកន្លែងខ្ញុំ order នេះខ្ញុំទិញហើយយើងវានឹងចុចវានឹងalert order confirm ហើយដែលនិយាយពី ID នេះដែលខ្ញុំធ្លាប់ទិញប្រតិបត្តិការខ្ញុំតេស្តឲ្យមួយមុនហ្នឹងបន្ទាប់មកខ្ញុំតេស្តក្រោយវានឹងជាប់ ID លេខ2ចេះហើយនឹងយើងទិញឯណាម៉ោងប៉ុន្មានហ្នឹងទៅហើយ total អស់ប៉ុន្មានក្នុងភ្នំយើងទីតាំងនៅណាហើយបើយើងចង់ទៅលើចង់តេស្តឬក៏ចង់ទិញឲ្យបានតិចយើងចុចទៅលើcontinue shopping ចឹងទៅហើយពេល pay ហើយយើងក៏អាចមើល receipt របស់យើងដែរគឺ view order history ដែលយើងមើលមកគឺ padding នេះដោយសារតែ admin អត់ទាន់ confirm ទេហើយព័ត៌មានទាំងអស់នេះវានឹង load ទៅកាន់ admin ចឹងហើយខ្ញុំតេស្តទៅលើ admin ប៉ុណ្ណឹងយើងក៏អាច change setting ក៏បានដែរឈ្មោះរបស់យើងហ្នឹងហើយខ្ញុំតេស្តប៉ុណ្ណឹងហើយនេះគឺជា footer របស់យើងបន្ទាប់មកយើងក៏អាចមើលអញ្ចឹងទៅបន្ទាប់មកកន្លែង detail នេះខ្ញុំនិយាយអស់ហើយពី front end ដែលឬក៏ user ដែលអាចធ្វើអីខ្លះហើយបន្ទាប់មកខ្ញុំតេស្តទៅលើ admin ដែល admin របស់ខ្ញុំឬ admin របស់ខ្ញុំមានអីខ្លះ admin របស់ខ្ញុំក៏ចំណែកណាបាខ្ញុំប៉ុណ្ណឹងឬក៏ admin ក៏អាចchange color បានដែរខ្ញុំថា change ឲ្យមើលហ្នឹងហើយឈ្មោះ admin របស់យើងថាយើង position អីគេកន្លែងនេះបើតាមពិតទៅ position កន្លែងនេះគឺជា admin របស់ user វាអត់មាន dashboard ចឹងទេហើយក៏មានដូចជាប៊ូតុងlook out ឥឡូវខ្ញុំដាក់ខ្មៅដើម្បីឲ្យយើងមើលទៅយើងខុសពី front end អញ្ចឹងនៅក្នុងadmin ខ្ញុំមានអីខ្លះក្នុង admin ហ្នឹងខ្ញុំមានដូចជា dashboard ដែលវាគ្រប់គ្រងឬក៏ទៅលើ total user total revenue ដែលចំណេញនិង total product ទាំងអស់ដែលគ្មាននៅក្នុង stock យើងមាន10ហើយនេះ order user ដែល user បាន order អញ្ចឹងទៅដោយសារតែខ្ញុំធ្លាប់ order ពីមុនអញ្ចឹងវានឹង load នៅក្នុងហ្នឹងហើយមុនហ្នឹងខ្ញុំធ្វើការតេស្តទៅលើ user ធ្វើការ order មួយវានឹងចាប់នៅក្នុងនេះហើយនេះគឺជា flow របស់យើងដែលគេហៅថា graph អញ្ចឹងទៅហើយប៉ុណ្ណឹងទៅលើ dashboard របស់ខ្ញុំរបស់ admin ហើយឥឡូវខ្ញុំឆែកទៅលើ dashboard មានប៉ុណ្ណឹងហើយខ្ញុំឆែកទៅមើល user ដែលខ្ញុំគ្រប់គ្រងទៅលើ user ទាំងអស់ដែល user ទាំងអស់របស់ខ្ញុំមានដូចជា total 5ដែលមាន user ប៉ុណ្នេះអញ្ចឹងទៅឬក៏មួយទៀតខ្ញុំអាច change ឬក៏ update ព័ត៌មានរបស់ user ហ្នឹងបានហើយពេលយើង update ទៅរូបនឹងវានឹង update វានឹង load ចូល cloud អញ្ចឹងទៅអញ្ចឹងខ្ញុំធ្វើការ update ទៅលើ user នេះមួយខ្ញុំធ្វើការ update ប៉ុន្តែមុន update ធ្វើការនិយាយពី flow ក្នុងនឹងសិនឬក៏មានអីខ្លះដូចជាខ្ញុំសង្ខេបសម័យគឺ user management ហ្នឹងខ្ញុំមានព័ត៌មានប៉ុណ្ណឹងឬក៏យើង add user ថ្មីក៏បានដែរឬក៏ refresh បន្ទាប់មកគឺឥឡូវខ្ញុំតេស្តហើយខ្ញុំធ្វើការ update ទៅលើ user នេះឈ្មោះហ្នឹងខ្ញុំដាក់ប៉ុណ្ណឹងហើយ password ខ្ញុំដាក់អញ្ចឹងមកហើយយើងដាក់ user បន្ទាប់មកធ្វើការចង់ change វាខ្ញុំ select មកធ្វើការ change លើវាឥឡូវខ្ញុំរករូបដែលខ្ញុំចង់ដាក់អញ្ចឹងទៅខ្ញុំធ្វើការupdate ទៅលើuser របស់ខ្ញុំចាំមើលខ្ញុំដើររករូបគឺចាំផ្លែខ្ញុំរករូបដែលខ្ញុំដាក់នៅក្នុងត្រៃណាគឺឥឡូវខ្ញុំធ្វើការតេស្តទៅលើរូបរបស់ខ្ញុំចង់ដាក់រូបនេះហើយ open it ហើយធ្វើការ update លើ user អញ្ចឹងមកវាធ្វើការ save រូបភាពអញ្ចឹងទៅដែលយើង update ហ្នឹងវាកំពុងតែ process ហ្នឹងហើយពេលក្រោយពីយើង update ហើយវាធ្វើការ reload ដែលខ្ញុំមិនចង់ឲ្យចំណាយពេលយូរខ្ញុំកាត់ទៅហើយបន្ទាប់ពីយើង update ហើយនេះគឺ update ទៅលើឈ្មោះខ្ញុំប្រាក់សូហើយ
dương ai mơ bán đại nhom muốn nắng nhom chain rút cứ bạ sâu dân tới top mốc nhom thôi ca tè tờ lơ user nắng bây nhom add chân được update tới rút nắng bia nắng automatic cho từ căn cloud ở lỡ bờ trong đăng thai nhưng cho từ căn cloud rồi off rút nắng nhưng cho mơ từ căn cloud đánh re bao nhiêu má cứ rút trong update môn ní cứ cho nó con cloud chân ấy user management bao nhiêu cứ miền bên nắng rồi còn nhưng ai delete ai mua các bạn ấy nhom delete đi có nhom ôi hồi vô nhom delete tất cả sạ đi mua cứ chỉ admin chẳng nhom delete viên máu viên thuốc ca ní viên thuốc ca delete đào viên alert ha viên đừng delete chẳng tới hay toàn móc vì nâng delete chốt chay chẳng tới hay nhưng refresh viên sao mấy máu chẳng user muốn nâng cứ total user pram hay đại administrator nâng vì miền bày ở lấy dừng lục muối chân total user so 4 nâng administrator nâng so pi hay nâng ấy cứ từ căn lời user management bao nhiêu mình được phần năng đấy đây access biết categories check mơ vì miền ấy class vì miền status hay class admin user rồi có chân từ lấy em đặt oro máu hay bật to pin nhóm test từ user management máu nhóm từ mơ category đại category bao nhóm cứ miền pram đại category thì mỗi cứ miền PC hardware rồi có phần năng máu cứ category bao nhóm hay rồi nhóm cả thôi ca delete rồi update từ category bao nhóm chân này tái lại nhóm ở trong update rồi còn thì thế còn mọi bên ngay nhóm test từ add category dân tới có dân ai rồi lấy em đặt chỉ iPhone dân được hay dân ITC dân ban hay đây cứ chỉ Slack rồi lấy em thôi ca add môi và topi add hai viên bằng chinh iPhone lại ní category chân đội dân add item chốt bệnh viên trôi tôi không category bây giờ ta lấy còn oi bà bác em thôi ca tè ta lư iPhone nó mua cho đại em add category thứ mấy hay em cho product cho bằng tới đại product bao nhóm cứ miền tầng đập product đại nó ngày hay lôi việc bộ sở product ní mùi ní hay function vì mình chỉ refresh rồi cái product trong từ lợi em thôi ca tè ta lư product mua cho đại product đại nhưng add cho iPhone mới nâng cho xa tại nhóm cả category đó chân nhóm thứ ca add product chân iPhone đọc hẻm top modeនេះគឺជា URL Slack ហើយយើងនេះយើង select ថាវាជា category បែបណាអញ្ចឹងខ្ញុំដោយសារតែខ្ញុំមុននឹងបង្កើតទៅលើ iPhone 10 iPhone អញ្ចឹងខ្ញុំកាត់ product name ឲ្យដាក់ក្នុង iPhone ហ្នឹងចុះបន្ទាប់មកធ្វើការ select status active អញ្ចឹងទៅបន្ទាប់មកយើងនឹងធ្វើការដាក់តម្លៃរបស់វាហើយ description នេះដាក់ចាដាក់អញ្ចឹងទៅហើយនេះគឺ set price ឲ្យវាដាក់ 1200 អញ្ចឹងទៅហើយក្នុង stock វាមាន11អញ្ចឹងទៅហើយកន្លែងនេះគឺជា product image ដែលខ្ញុំធ្វើការ test ខ្ញុំធ្វើការ save រូបមួយមកគឺ product 15ខ្ញុំ share រហូតញ៉ៃខ្ញុំ save វាមកបន្ទាប់ពីយើងធ្វើការ save រួចហើយឥឡូវយើងមក test មករបស់យើងគឺយើង choose ឬកន្លែងហ្នឹងខ្ញុំប្រាប់ម្ដងទៀតគឺយើងអាចដាក់រូបបានច្រើនអញ្ចឹងខ្ញុំ share ខ្ញុំដាក់រូបតែមួយទៅខ្ញុំបានបង្ហាញមុនហ្នឹងហើយពេលបន្ទាប់ពីយើងធ្វើការនេះមកយើងធ្វើការ create product នេះមកវាការរងចាំវាបន្តិចទៅវាពងដំណើរការ process របស់វាបន្ទាប់ពីវាធ្វើការហើយវានឹងធ្វើការ reload នេះមុនដំបូងគឺ product total product របស់យើងគឺមាន10ឥឡូវឡើង11ឯងអញ្ចឹងនេះ product ដែលខ្ញុំ add មុនហ្នឹងហើយ product add ក៏ដូចជាខ្ញុំប្រាប់ម្ដងគឺវានឹង store នៅក្នុង cloud ឥឡូវខ្ញុំចូលមកក្នុង cloud របស់យើងចង់ដឹងថាវា store មែនអត់នេះដែលខ្ញុំមុនហ្នឹងគឺបានបង្ហាញគឺវា store នៅក្នុង cloud របស់ខ្ញុំអញ្ចឹងហើយខ្ញុំមក test តមកដោយសារតែយើង
install យើង insert គឺក៏ add មកវា store នៅក្នុង cloud ទេខ្ញុំធ្វើការ test លើនេះរបស់យើងផ្សេងទៀតមកបន្តមក iPhone នេះយើងក៏ធ្វើការ update ក៏បានដែរយើង update ចង់ដាក់ឈ្មោះអី update ឬក៏ update stock ហ្នឹងទៅក៏វាប៉ុណ្ណឹង update stock iPhone 15 iPhone ចឹងទៅយើងការ update ហើយវានឹងធ្វើការ update តាមហ្នឹងបើចង់ដឹងថាវា update បានជោគជ័យឬអត់យើងមើលហើយក្នុង Cloud Dictionary របស់យើងឥឡូវខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ខ្ញុំធ្វើការ refresh ទៅលើ user របស់ខ្ញុំមកនេះគឺវាមានអីខ្លះចឹងខ្ញុំធ្វើការ view all មកវា iPhone យើង15មុនហ្នឹងគឺវានឹង show កន្លែងនេះមកមានដូចជា iPhone category គឺក៏ description ចឹងទៅឬតម្លៃចឹងទៅឬក៏ stock ប៉ុណ្នេះយើងអាចទិញក៏បានដែរចឹងខ្ញុំធ្វើការទិញមុនហ្នឹងហើយខ្ញុំខ្ជិលនេះទៀតឥឡូវខ្ញុំតេស្តទៅលើ admin របស់ខ្ញុំប៉ុណ្ណឹងទៅក្នុងការធ្វើលើ product របស់ខ្ញុំមានប៉ុណ្ណឹងយើងក៏អាចមើលពី product ហ្នឹងវាមានអីខ្លះឬក៏ update ឬក៏ update ហ្នឹងឲ្យ edit ឬក៏ update ចឹងទៅយើងអាចchoose file ឬ update ប៉ុណ្ណឹងឬក៏អត់ចង់ទេខ្ញុំលុបអានេះទៅខ្ញុំ replace ចឹងក៏វាបានដែរឥឡូវខ្ញុំធ្វើការលុបអានេះមួយទៅបន្ទាប់ពីយើងចុចប៉ុណ្ណឹងហើយយើងធ្វើការ update product មកវានឹងធ្វើការ save product របស់យើងឯងដែលក្នុងហ្នឹងរូបមុនហ្នឹងមាន2ឥឡូវខ្ញុំធ្វើការមើលសាថ្មីមើល product វាបាត់ហើយឃើញអត់ចឹងខ្ញុំធ្វើការ test លើ product ហើយឥឡូវខ្ញុំធ្វើការ test លើ order ថាមានអីខ្លះ order ហ្នឹងយើងមាន order management ដែលយើងក៏មាន refresh ហើយឬក៏ order ID របស់ user customer របស់ user ហ្នឹងហើយថ្ងៃដែលគេទិញហ្នឹងហើយនឹងសរុបតម្លៃសរុបទាំងអស់របស់ total ហ្នឹងរបស់ user ហ្នឹងទិញអីខ្លះសរុបទៅតម្លៃប្រហែលហើយនឹង payment យើងនេះខ្ញុំបាន paid ហើយអីចឹងនេះ order status ដែលយើង change តែមុនហ្នឹងខ្ញុំធ្វើការ test ទៅលើ user ថាយើងទិញប៉ុណ្ណឹងហើយហ្នឹងហើយយើងទិញប៉ុណ្ណឹងហើយវានឹងធ្វើការ send message ហ្នឹងរបៀបstatus ឬក៏មកកដប់ហ្នឹងមកកាន់ admin ដើម្បី admin confirm ថាដឹកដល់ណាឬក៏admin ហ្នឹងអូខេជាមួយនឹងអីវ៉ាន់មួយហ្នឹងឬក៏ change status ចឹងទៅកន្លែងនេះដែលខ្ញុំ test មុនហ្នឹងគឺខ្ញុំលើ user ដែល my order វាអត់ទាន់ change ទេគឺ status នេះដែលវានៅ pending នៅឡើយដោយសារតែខ្ញុំជា admin នេះអត់ទាន់ confirm status មួយហ្នឹងឥឡូវខ្ញុំធ្វើការ change មកដែលវា complete មកយើងប៉ុណ្្នឹងហើយមានថា admin confirm អីវ៉ាន់ហ្នឹងឥឡូវយើងធ្វើការ test លើ user ថាវា change status អីដែរអត់ខ្ញុំធ្វើការ refresh ហ្នឹងមកនេះមុនហ្នឹងពីខ្ញុំដាក់ complete change ពី status pending មក complete ចឹងមានថាអីវ៉ាន់ហ្នឹងអូខេហើយគឺ complete ហើយចឹងនឹងធ្វើការដឹកទៅឲ្យ user ចឹងទៅហើយនេះវាក៏ change status ចឹងដែរឥឡូវខ្ញុំ test ទៅលើ user ចឹងអីឥឡូវគឺជា order management ហើយ payment នេះឬក៏កន្លែងដែល payment ឬក៏អត់ទាន់ pay ទៅវា change status នៅកន្លែងនេះក៏ដូចជា transaction របស់ user ឬក៏ order អីវ៉ាន់របស់ ID ចឹងទៅឬក៏ customer ឈ្មោះអីវានឹង store នៅក្នុងនេះហើយនឹងpaid date ដែលវានឹងថាយើង pay លុយថ្ងៃណាចឹងទៅហើយគឺ amount វាតម្លៃប្រហែលនឹង check status ចឹងទៅហើយយើងក៏អាច refund លុយហ្នឹងឲ្យទៅកាន់user វិញបើសិនបើអីវ៉ាន់ហ្នឹងអស់ចឹងទៅហើយគេបាន order តែយើងដាក់ success ឬក៏អីវ៉ាន់ហ្នឹងបាក់ចឹងទៅយើងអាច refund លុយហ្នឹងទៅកាន់ user វិញចឹងទៅបន្ទាប់មកឥឡូវខ្ញុំតេស្តលើ refund មើលវានឹងធ្វើការ are you sure want to refresh មួយនេះខ្ញុំចុច OK មកហើយវានឹងធ្វើការ change status នៃ refund ឲ្យទៅកាន់ user វាចង់ដឹងថាវានេះអត់ខ្ញុំតេស្តមើលហើយបើយើង change កន្លែង refund វា change status កន្លែងនេះដាក់ cancel អញ្ចឹងដើម្បីឲ្យ user ហ្នឹង
ទទួលបានតិន្នន័យឬក៏បញ្ជាក់ថាអីវ៉ាន់ហ្នឹងវាអត់បាននេះចឹងទេអត់បានអឺជោគជ័យនៃការទិញរបស់ user មួយហ្នឹងបន្ទាប់មកធ្វើការតេស្តប៉ុណ្ណឹងក្នុងការ refund ហ្នឹងហើយក៏មានអី section action អី change ដែរដែលបើយើង refund អីចឹងតំណែងហ្នឹងគឺចប់ហើយអញ្ចឹងប៉ុណ្ណឹងគឺកាន់យក payment transaction ប៉ុណ្ណឹងបន្ទាប់មកយើងធ្វើការលើ setting ឬក៏យើងអាចchange ទៅឬក៏ change brand name ហ្នឹងទៅឬក៏ដាក់អញ្ចឹងទៅគឺ admin e-shop ទៅកន្លែងខ្វាយមិនអីចឹងទៅហើយនេះគឺជានិយាយពី admin menu របស់ខ្ញុំមានអីខ្លះហើយខ្ញុំក៏បានតេស្តហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងដែរអញ្ចឹងអរគុណសម្រាប់ការតាមដានឬក៏ទស្សនាវីដេអូនេះដល់ចប់អញ្ចឹងសូមអរគុណ